និទានជាដាក់រឿងទុក្ខតធីតាបាយកដាំងមួយដុំរបស់ស្ត្រីមានភ័ព្វមានតម្លៃកាត់ថ្លៃមិនបានកាលព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងឯវត្តវេលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹសកើតអហិវេតរោគស្លាប់អស់បានន័យថាកើតជំងឺអីម្យ៉ាងហ្នឹងទៅក្រុមគ្រួសារហ្នឹងស្លាប់ណានៅសល់តែកូនស្រីមួយនាងធីតានោះកាបាមេដាបៃតាបងប្រុសបងស្រីស្លាប់អស់ហើយក៏រត់ចុះចេញអំពីផ្ទះទៅជ្រកកោននៅក្រោមសំយ៉ាផ្ទះរបស់ជនដទៃអញ្ចឹងសូមគេស្នាក់នៅណាមនុស្សទាំងឡាយកាលបានឃើញធីតាកំសត់នោះមនុស្សទាំងឡាយបានឃើញធីតាកំសត់នោះក៏មានសេចក្តីករុណាមេត្តាហើយបានឲ្យនៅបាយកបាយក្តាំងដែលសល់អំពីខ្លួនបរិភោគឲ្យដល់នាងរាល់ថ្ងៃមួយព្រះមហាកស្សបៈថេរៈកាលដែលលោកចេញអំពីនិរោធសមាបត្តិបានរំពឹងពិចារណារោគបុគ្គលណាមួយដែលគួរទៅជួយសង្គ្រោះក៏បាននាងទុក្ខតធីតានោះហើយបានជ្រាបដោយសពគ្រប់ប្រការថាបើសិនជាអាត្មាអញទៅដល់នាងទុក្ខតធីតានឹងឲ្យបាយក្តាំងដល់អាត្មាអញពុំខានកាលបើដូច្នោះហើយនាងនឹងបានទៅកើតនៅឯស្ថានសួគ៌ជាពិតប្រាកដបាទអញ្ចឹងបានន័យថាព្រះមហាកស្សបៈទ្រង់ពិចារណាណាថានាងទុក្ខធីតានេះនឹងឲ្យបាយដល់អញហើយណាមួយទៀតនាងនេះក៏ជាអតីតកាលហ្នឹងគឺជាម្ដាយរបស់ព្រះអង្គកាលពីអតីតជាតិណាម្យ៉ាងទៀតនាងនេះត្រូវបានជាមេដារបស់អញកាលដែលក្នុងជាតិជាគម្រប់3រាប់អំពីជាតិនេះទៅព្រះមហាកស្សបៈថេរៈក៏បានជ្រាបដូច្នោះហើយក៏យកបាននិមន្តទៅសម្ដៅទៅទីដែលនាងទុក្ខតធីតានោះអាស្រ័យនៅលំដាប់នោះសកៈទេវរាជព្រះចៅស្ថានត្រៃត្រឹងបានជ្រាបហេតុនោះហើយក៏និមិត្តខ្លួនជាមាណពកាន់អាហារទឹកដើរទៅកាន់ស្កាត់មុខព្រះមហាកស្សបៈថេរៈហើយព្រះមហាកស្សបៈថេរៈបានជ្រាបថាជាព្រះឥន្ទមកខ្លែងភេទដូច្នោះក៏មានថេរដីកាហាមឃាត់ថាមហារាជអើយកុំប្លន់យកសម្បត្តិរបស់នាងទុក្ខតធីតាឡើយសូមព្រះអង្គជៀសចេញទៅសកៈទេវរាជក៏វិលត្រឡប់ទៅឯទេវលោកវិញព្រះមហាកស្សបៈថេរៈបាននិមន្តទៅឈរក្នុងទីចំពោះមុខនាងទុក្ខតធីតាហើយនាងនោះបានគិតថាព្រះថេរៈនេះលោកមកប្រោះអញហើយតាអញចំជាស្ត្រីដែលមានលាភប្រសើរណាស់សេចក្តីជ្រះថ្លារបស់នាងក្នុងពេលនោះក៏កើតឡើងពេញបរិបូរណ៍ដរាបដល់ព្រឺរោមព្រឺស្បែកនាងក៏បានយកបាយក្តាំងមួយដុំដែលនៅក្នុងអំបែងបានយកទៅដាក់បាតព្រះមហាកស្សបៈថេរៈហើយព្រះមហាកស្សបៈថេរៈកាលបើបានបាយក្តាំងហើយក៏ងាកមើលនាយមើលអាយបំរុងនឹងរកកន្លែងឆាន់ពួកមហាជនបានឃើញអាការៈនោះហើយក៏នាំគ្នាក្រាលអាសនៈប្រគេនលុះដល់ពេលព្រះមហាកស្សបៈថេរៈឆាន់នៅបាយក្តាំងនោះរួចហើយក៏ធ្វើផតតានុមោទនាសរសើរអំពីអានិសង្ឃទានដោយពិស្ដាទើបមានព្រះថេរដីកាទៅរកនាងទុក្ខតធីតាថាម្នានាងកំសត់អើយកាលអំពីជាតិមុនណានាងត្រូវជាមេដាបង្ការរបស់អាត្មាក្នុងជាតិទី3បើរាប់អំពីជាតិនេះទៅនាងទុក្ខតធីតាបានឮដូច្នោះហើយក៏រឹងរឹតតែរីករាយជ្រះថ្លាដោយភាយោភាពបន្ទាប់មកនាងក៏ធ្វើមរណកាលទៅកើតនៅឯស្ថាននឹមមាននរដីទេវលោកបរិបូរដោយទិព្វសេរីខ្ចាត់ផុតសេចក្តីទល់ក្រគ្រប់យ៉ាងអញ្ចឹងនៅក្នុងឋានទេវតាមានចំនួន6ជាន់ណាហើយនឹមមាននរដីនេះគឺជាឋានទី5ជាន់ទី1គឺចាស់តុមហារាជការទី2គឺត្រៃត្រឹងទី3យាមាទី4ឋានដសិតទី5គឺនឹមមាននរដីនេះឯងហើយឋានទី6គឺបរនិមិត្តវសវតីបាទដូច្នេះរឿងនេះគឺមិនជាវែងឆ្ងាយអីនោះទេគ្រាន់ថានាងកំសត់នឹងក្នុងក្រុមគ្រួសារមានជំងឺឈឺស្កាត់អញ្ចឹងឪពុកម្ដាយបងប្អូនប្រុសស្រីអីស្លាប់អស់ហើយសល់តែគាត់ម្នាក់ឯងណាអញ្ចឹងទៅសុំផ្ទះគេជ្រករស់នៅហើយអ្នកដតីដែលគេឃើញនឹងឃើញអញ្ចឹង
ក៏មានសេចក្តីមេត្តាករណាគេតែងតែឲ្យបាយទឹកនំចំណីអីតិចតួចដែលសល់អំពីគេបរិភោគហើយនៅសម័យបុរាណហ្នឹងមិនជាសបោនំអីទេភាគច្រើនគឺគេឲ្យគាត់ហ្នឹងតែបាយកកបាយក្តាំងអីចឹងណាអញ្ចឹងគាត់បរិភោគជារៀងរាល់ថ្ងៃហើយបើនិយាយអំពីព្រះមហាកាសបៈដែលព្រះអង្គទ្រង់ចូលនិរោធសមាបត្តិចឹងទៅចេញពីនិរោធសមាបត្តិក៏បានទ្រង់ពិចារណាមើលថានាងទុក្កធិតានេះនឹងឲ្យនៅបាយក្តាំងដល់អញហើយម្យ៉ាងវិញទៀតការពីអតីតកាលរាប់អំពីជាតិនេះទៅថយក្រោយទៅហ្នឹងគឺនាងនឹងធ្លាប់ជាម្ដាយរបស់អញព្រះមហាកាសបៈមានសេចក្តីពិចារណានឹកសន្តោសដល់នាងក៏បានធ្វើដំណើរនិមន្តទៅរកនាងអញ្ចឹងណានាងទុក្កតធិតាបានឃើញដូច្នោះហើយថាចំជាលៀបល្អណាបានជួបនៅព្រះមហាថេរៈដូច្នេះហើយអញត្រូវតែធ្វើបុណ្យធ្វើទានអីចឹងទៅអញ្ចឹងគាត់ក៏បានប្រគេននៅបាយក្តាំងហ្នឹងដល់ព្រះមហាកាសបៈថេរៈនឹងឯងបាទអញ្ចឹងបុណ្យទាំងអស់ដែលនាងបានធ្វើបន្ទាប់ពីស្លាប់ទៅបានទៅកើតជាទេវតាជាន់ទី5នោះឯងបាទ